តើការបែងចែកវ័យរបស់មនុស្សជាវ័យអ្វីខ្លះតើអ្នកដែលស្ថិតនៅក្នុងវ័យនីមួយៗត្រូវធ្វើអ្វីខ្លះដើម្បីរក្សាតម្លៃខ្លួនឲ្យបានល្អប្រសើរនោះមនុស្សចែកជា3វ័យ1បឋមវ័យវ័យក្មេង2មជ្ឈិមវ័យវ័យកណ្ដាលនិង3បច្ឆិមវ័យវ័យចាស់ជរាវ័យនីមួយៗត្រូវប្រតិបត្តិឲ្យបានល្អប្រសើរបឋមវ័យវ័យក្មេងត្រូវស្វែងរករៀនវិជ្ជានិងសិលសាស្ត្រនិងចំណេះដឹងទាំងពួងដោយប្រុងប្រយ័ត្នយកចិត្តទុកដាក់ខំរៀនឲ្យប្រាកដប្រជាច្បាស់លាស់កុំឲ្យស្ទាក់ស្ទើរប្រើការពុំបាននោះឡើយមជ្ឈិមវ័យវ័យកណ្ដាលត្រូវតាំងខ្លួនឲ្យនឹងនៅល្អប្រសើរសមស្របនាទីខ្លួនជាប្តីជាប្រពន្ធជាឪពុកម្ដាយនៃបុត្រនឹងត្រូវខិតខំប្រកបការងាររកស៊ីជួញដូរធ្វើស្រែចម្ការឬធ្វើកិច្ចការផ្សេងសន្សំទ្រព្យសម្បត្តិបម្រុងទុកសម្រាប់ចិញ្ចឹមក្រុមគ្រួសារនិងចាយវាយឬចែករំលែកដល់កូនចៅរបស់ខ្លួនបច្ឆិមវ័យវ័យចាស់ជរាត្រូវស្វែងរកលុយនិងរកកុសលគឺខំបរិច្ចាគទានរក្សាសិលចម្រើនភាវនាដែលជាប្រភពទ្រទ្រង់ខ្លួនទៅបរលោកនិងទុកជាកិត្តិនាមដ៏ល្អប្រសើរដល់កូនចៅរបស់ខ្លួន